សមយុទ្ធយោធាថ្មីរបស់ចិននៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃអង្គារទី30ខែធ្នូប្រទេសចិនបានចាប់ផ្ដើមនៅថ្ងៃទី2នៅសមយុទ្ធយោធាក្លែងការបិទកំពង់ផែតៃវ៉ាន់ហើយបើតាមប្រទេសចិនគឺដើម្បីបញ្ជូនសារព្រមានដ៏ម៉ឺងម៉ាត់ទៅកាន់តៃវ៉ាន់ចំណែកតៃវ៉ាន់ក៏ដឹកនាំលំហាត់យោធាវាយបករហ័សវិញដែរយោងតាមអ្នកកសែតនៃទីភ្នាក់ងារសារព័ត៌មានបារាំងនៅភីងតានដែលជាកោះរបស់ចិនដែលស្ថិតនៅជិតបំផុតនឹងកោះធំតៃវ៉ាន់បានឲ្យដឹងថាគេបានឃើញការបាញ់គ្រាប់រ៉ុកែតជាច្រើនគ្រាប់ផ្ទុះនៅលើអាកាសនៅវេលាម៉ោង 9 ព្រឹកដែលបន្សល់ទុកនៅស្រទាប់ផ្សែងពណ៌សចំណែករដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បានថ្លែងថាយោធាតៃវ៉ាន់បានចាប់សញ្ញាយន្តហោះចិនចំនួន130គ្រឿងព្រមទាំងនាវាចម្បាំង22គ្រឿងនៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល24ម៉ោងនេះគឺជាចំនួនយន្តហោះចម្បាំងចិនដែលកើនឡើងច្រើនបំផុតដែលទទួលសញ្ញាបានក្នុងមួយថ្ងៃចាប់តាំងពីថ្ងៃទី15ខែតុលាឆ្នាំ2024នៅក្នុងសេចក្តីប្រកាសមួយនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹកបូព៌ារបស់ PLA កងទ័ពរំដោះប្រជាជនចិនបានឲ្យដឹងថាតាមផែនទីបានបង្ហាញឲ្យឃើញនៅលំហអាកាសចំនួន5នៅជុំវិញកោះតៃវ៉ាន់ដែលចិនមានគម្រោងនឹងបាញ់គ្រាប់ពិតឬនឹងត្រូវរៀបចំធ្វើឡើងនៅម៉ោង 8:18 នាទីម៉ោងនៅក្នុងតំបន់នៅក្នុងក្របខ័ណ្ឌនៃលំហាត់យោធាដែលត្រូវបានដាក់ឈ្មោះថាបេសកកម្មយុទ្ធធរឆ្នាំ2025កាលពីថ្ងៃច័ន្ទលោកអនុសេនីយ៍ ICE អ្នកនាំពាក្យនៃបញ្ជាការចិនបានបញ្ជាក់ថាកងទ័ពចិនផ្ដោតលើការល្បាតត្រៀមប្រយុទ្ធនៅលំហនិងសមុទ្រការដណ្ដើមរួមគ្នានៅព្រៀបខ្លាំងទាំងស្រុងការបិទគប់កំពង់ផែនិងតំបន់គន្លឹះព្រមទាំងការកំឡាគ្រប់ទិសលើសត្រូវមន្ត្រីយោធារូបនេះបានវិនិច្ឆ័យថាលំហាត់សមយុទ្ធយោធាគឺជាការប្រមានធ្ងន់ធ្ងរនិងផ្ញើសារសម្រាប់កងកម្លាំងបំបីខ្លួនឯករាជ្យរបស់តៃវ៉ាន់ហើយសមយុទ្ធក៏មានសកម្មភាពស្របច្បាប់និងចាំបាច់សម្រាប់ការថែរក្សាអធិបតេយ្យភាពនិងឯកភាពនៃជាតិចិនចំណែកតៃវ៉ាន់បានថ្លែងថាតំបន់ខ្លះដែលត្រូវកំណត់ដោយប្រទេសចិនសម្រាប់ការធ្វើសមយុទ្ធស្ថិតនៅមិនដល់12ម៉ាយប្រវែងលើទឹកឬប្រមាណជា20គីឡូម៉ែត្រពីឆ្នេរតៃវ៉ាន់កាលពីថ្ងៃច័ន្ទតៃវ៉ាន់បានប្រាប់ថាតៃវ៉ាន់ក៏មានដឹកនាំធ្វើលំហាត់យោធាវាយបករហ័សមួយផងដែរនិងបានប្រកាសថាបានចាប់ដានសញ្ញាយន្តហោះប្រយុទ្ធចំនួន89គ្រឿងព្រមទាំងនាវាចម្បាំង28គ្រឿងនិងនាវាឆ្មាំឆ្នេរចិនដែលនៅជិតដែនដីរបស់ខ្លួនលោកស្រី Karen Kuo អ្នកនាំពាក្យនៃប្រធានាធិបតីតៃវ៉ាន់បានមានប្រតិកម្មថាដែលឆ្លើយតបនឹងការមាក់ងាយរបស់អាជ្ញាធរចិនចំពោះច្បាប់អន្តរជាតិនិងការប្រើប្រាស់យោធារបស់ពួកគេដើម្បីគំរាមកំហែងប្រទេសជិតខាងតៃវ៉ាន់សូមសម្ដែងនឹងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំណែកប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកមិនបានព្រួយបារម្ភចំពោះការធ្វើសមយុទ្ធទាំងនេះឡើយនិងបញ្ជាក់ថាលោកមិនជឿថាសមភាគីចិនរបស់លោកស៊ីជីនពីងអាចបញ្ជាឲ្យមានការឈ្លានពាននោះទេប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួននិងគំរាមថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកភាពតានតឹងនៅក្នុងច្រកសមុទ្រត្រូវបានកើនឡើងវិញបន្ទាប់ពីមានការលក់អាវុធដ៏សម្បើមរបស់ទីក្រុង Washington ទៅឲ្យទីក្រុងតៃប៉េកាលពីពាក់កណ្ដាលខែធ្នូដែលជាលើកទី2ចាប់តាំងពីការត្រឡប់មកកាន់អំណាចរបស់លោក Donald Trump នៅអាមេរិកជាមួយនឹងទំហំទឹកប្រាក់ $11.1 ពាន់លានដែលជាទំហំនៃការលក់ដ៏ធំបំផុតចាប់តាំងពីឆ្នាំ2001